Bloomberg គាត់ចាប់ផ្ដើមធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន2របស់ប្រទេសថៃបាទចាប់ផ្ដើមពីក្រុមហ៊ុនទី1គឺឈ្មោះថា Sky Hub Technologies ដោយសារអីដោយសារគេគិតថាឃើញសង្ស័យដំបូងថាឥឡូវនេះចិនគាត់ប្រើប្រាស់ប្រទេសថៃជាច្រកមួយនាំបច្ចេកវិទ្យា drone ហ្នឹងទៅជួយរុស្ស៊ីបាទដូច្នេះចាប់ផ្ដើមពីឯកសារដែលខាង Bloomberg គាត់ពិនិត្យលើក្រុមហ៊ុន Sky Hub ដែលមានទីតាំងនៅទីក្រុងបាងកកតែម្ដងឥឡូវក្រុមហ៊ុន Sky Hub Technologies ហ្នឹងបានក្លាយទៅជាអ្នកនាំចូល drone បាទធំជាងគេទី2របស់ប្រទេសថៃដែលនាំចូលពីប្រទេសចិនហើយនឹងគឺឲ្យដឹងណាតាមឯកសារគឺនាំចូលពីប្រទេសចិនមកក៏ប៉ុន្តែកន្លែងដែលក្រុមហ៊ុននោះនាំចេញទៅវិញគឺអត់មានការកត់ត្រាទុកទេអត់ដឹងថានាំទៅទីណាទេបាទបើទោះបីជាភាគច្រើននៃតំណែងដែលក្រុមហ៊ុននោះនាំចូលគឺសម្រាប់ការនាំចេញទៅប្រទេសបាទហើយដែលគេដឹងគឺបាទជាការនាំទៅប្រទេសរុស្ស៊ីបាទគឺនាំទៅប្រទេសរុស្ស៊ីតាមច្បាប់គឺអត់មានខុសច្បាប់ទេនាំទៅប្រទេសរុស្ស៊ីហ្នឹងក៏ប៉ុន្តែបើនៅពេលដែលគេចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងទាំងអស់បានឃើញថារឿងហ្នឹងវាមិនត្រឹមត្រូវបាទរហូតមកដល់ពេលនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ក៏ថារហូតមកដល់ពេលនេះគឺប្រទេសថៃភាគច្រើនបានគេចផុតពីការកត់សម្គាល់ថាជាច្រកឆ្លងកាត់សម្រាប់នាំទំនិញរថពន្ធទៅប្រទេសរុស្ស៊ីប៉ុន្តែបើផ្អែកទៅលើការវិភាគទិន្នន័យពាណិជ្ជកម្មផ្លូវការរបស់ថៃវិញទិន្នន័យផ្លូវការវិញបង្ហាញថាការនាំចេញយន្តហោះគ្មានមនុស្សបើកឬ drone របស់ថៃទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងចាប់តាំងពីឆ្នាំ2022នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យមានការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់តែម្ដងនៃការកើនឡើងនៃការនាំទំនិញចូលក្នុងប្រទេសថៃដែលចូលមកពីប្រទេសចិនហើយមន្ត្រីម្នាក់ដែលដឹងអំពីស្ថានភាពបែបនេះបាននិយាយថារឿងនេះគឺមន្ត្រីអ៊ុយក្រែនបានដឹងរឿងហ្នឹងហើយតាមដានជាយូរមកហើយប៉ុន្តែទីក្រុងប៉េកាំងវិញបាននិយាយថាខ្លួនមិនបានជួយរុស្ស៊ីខាងផ្នែកយោធាទេបាទបើទោះបីជាយ៉ាងណាក៏ដោយគឺបច្ចេកវិទ្យាផលិតដោយប្រទេសចិនហ្នឹងទៅបានគេរកឃើញជាច្រើននៅលើសមរភូមិនៅក្នុងប្រទេសអ៊ុយក្រែនបាទជាកន្លែងដែលគេឃើញថាមានយន្តហោះ drone ជាច្រើនហ្នឹងបាទត្រូវបានគេប្រើប្រាស់ដើម្បីធ្វើយ៉ាងណាវាមានបច្ចេកវិទ្យាមួយដែលអាចឲ្យអ្នកដែលបញ្ជា drone ហ្នឹងគាត់មើលឃើញទីតាំងហ្នឹងតែម្ដងគឺមិនមែនត្រឹមតែ zone drone អតិឃាតដែលបាញ់ដោយខាងអ៊ីរ៉ង់ជួយនោះទេគឺ drone របស់ចិនមានកាមេរ៉ាពិនិត្យមើលឃើញរបៀបយកការបាទដែលបានប្រើប្រាស់នៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះនៅពេលដែលសារព័ត៌មាន Bloomberg បានតាក់ទងទៅក្រសួងការបរទេសសហរដ្ឋអាមេរិកគឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីច្រកនៃការដឹកជញ្ជូនឆ្លងកាត់ប្រទេសថៃនោះទេប៉ុន្តែអ្នកនាំពាក្យម្នាក់បាននិយាយថាប្រទេសចិនបានគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់រុស្ស៊ីហើយមានចំនួនប្រហែល 80% ដែលគេហៅថាជាគ្រឿងបន្លាស់នោះប្រើប្រាស់សម្រាប់គោលបំណងពីរគឺបានន័យថាគោលបំណងយោធាផងគោលបំណងស៊ីវិលផងអញ្ចឹងបានន័យថាយកទៅជារបស់ស៊ីវិលទេក៏ប៉ុន្តែបាទយកទៅប្រើក្នុងគោលបំណងយោធាក៏បានដែរនាំពីចិនទៅប្រទេសរុស្ស៊ីBloomberg បានផ្ទៀងផ្ទាត់ថាក្នុងរយៈពេល11ខែដល់ចុងខែវិច្ឆិកាឆ្នាំ2025គឺរុស្ស៊ីបាននាំចូល drone នឹងចំនួនជាទឹកប្រាក់គឺ$125 លានពីប្រទេសថៃដែលស្មើនឹង 88% នៃការនាំ drone ចេញសរុបរបស់ប្រទេសថៃដែលជាការកើនឡើងចំនួន5ដងនៃចំនួនអ្វីដែលខ្លួនបានបញ្ជាទិញកាលពីឆ្នាំមុនបាទក្នុងរយៈពេលដូចគ្នានេះប្រទេសចិនក៏បានដឹកជញ្ជូន drone ដែលមានតម្លៃទឹកប្រាក់រហូតដល់$186 លានទៅកាន់ប្រទេសថៃបាទនឹងគេចាប់ផ្ដើម connect the dot ណាបាទហើយនាំចូលប៉ុណ្ណេះបាទនាំចេញប៉ុណ្ណេះទៅរុស្ស៊ីបាទនៅក្នុងការនេះប្រើមិននេះបាទនៅ connect the dot មួយទៀតបាទហើយគឺជាការនាំចេញតាំងពីឆ្នាំ2022វិញបាទនៅពេលដែលមុនពេលដែលរុស្ស៊ីចូលឈានពានអ៊ុយក្រែនហ្នឹងគឺ drone ដែលនាំចេញពីប្រទេសថៃស្ទើរតែគ្មានទេគឺមិនដល់$1 លានផងដែលនាំទៅប្រទេសរុស្ស៊ីតែឥឡូវនេះឡើងបាទនេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់រដ្ឋាភិបាលថៃទេបាទទិន្នន័យផ្លូវការតែម្ដងហើយយោងតាមការជូនដំណឹងរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកប្រទេសរុស្ស៊ីបាទទទួលរងទណ្ឌកម្មអន្តរជាតិជាច្រើនបើជុំវិញការធ្វើសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនខណៈដែលទំនិញដែលត្រូវបានអនុម័តពីច្រើនបាទគឺដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងពីរហ្នឹងគឺចូលមកតាមជាផលិតផលរបស់ចិនហើយនិងហុងកុងបាទដូច្នេះខាងរុស្ស៊ីហ្នឹងគាត់ខិតខំរកមើលច្រកណាថ្មីទៀតដើម្បីបាទកិច្ចបាទនាំទំនិញចូលដោយកិច្ចពីការដាក់ទណ្ឌកម្មការសង្កេតមើលរបស់ប្រចាំប្រទេសបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍បានលេចចេញជាផ្លូវដ៏សំខាន់មួយកាលពីឆ្នាំមុនសម្រាប់ការនាំទំនិញទៅឲ្យរុស្ស៊ីបន្ទាប់ពីរដ្ឋាភិបាលលោកខាងលិចបានលាតត្រដាងនិងបានចាត់វិធានការលើផ្លូវមុនតាមរយៈប្រទេសនានារួមទាំងប្រទេសអារ៉ាប់រួមនិងកាហ្សាក់ស្ថានអញ្ចឹងបំបែកច្រកនៅអារ៉ាប់រួមបំបែកច្រកនៅកាហ្សាក់ស្ថានងាកមកអាស៊ីវិញម្ដងកាលពីខែតុលាសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន2បាទក្រុមហ៊ុន2ដែលមានមូលដ្ឋាននៅប្រទេសថៃបាទក្រុមហ៊ុនហ្នឹងគឺមកបើកនៅប្រទេសថៃដោយសារតែខាងសហភាពអឺរ៉ុបរកឃើញថាក្រុមហ៊ុននោះជាអ្នកគ្រប់គ្រងដល់យោធារបស់រុស្ស៊ីរដ្ឋាភិបាលថៃមិនទាន់ធ្វើអត្ថាធិប្បាយទៅលើការហាមឃាត់នោះទេ
ការកើនឡើងនៃការដឹកជញ្ជូនតាមរយៈប្រទេសថៃបង្ហាញពីការលំបាកសម្រាប់អាជ្ញាធរប្រចាំប្រទេសក្នុងការទប់ស្កាត់ការហូរចូលការប្រើប្រាស់អាវុធនិងបច្ចេកវិទ្យាដែលអាចប្រើបានគោលបំណងស៊ីវិលផងនិងយោធាផងចូលទៅក្នុងប្រទេសរុស្ស៊ីបើយោងតាមឯកសារចុះបញ្ជីរបស់ក្រុមហ៊ុន Skyhub Technologies ដំណងឡើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលមានជំនាញខាងផ្នែកភូមិសាស្ត្រទេបាទឥឡូវនេះគឺបែរជាក្រុមហ៊ុនបានចុះបញ្ជីថាជាក្រុមហ៊ុនជួលរថយន្តបាទក្រុមហ៊ុនជួលរថយន្តវិញម្ដងបាទតែបែរជានាំចូល drone បើយោងតាមឯកសារដែលចងក្រងទៅដោយទិន្នន័យ Big Trade Data ដែលជាអង្គការស៊ើបអង្កេតខាងពាណិជ្ជកម្មហើយដែលមានជំនាញខាងរក្សាទិន្នន័យដឹកជញ្ជូននោះគឺក្រុមហ៊ុននេះបាននាំចូល drone ចំនួន$25 លានដែលមានតម្លៃ$25 លានក្នុងឆ្នាំ2025ទិន្នន័យនេះបង្ហាញថាការនាំចូលរបស់ក្រុមហ៊ុន Skyhub Technologies គឺបានមកពីក្រុមហ៊ុន Autel Robotics ដែលជាក្រុមហ៊ុនផលិត drone របស់ប្រទេសចិនអញ្ចឹងគេចាប់ផ្ដើម connect.masa ទៀតយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Autel គឺឯកសារពាណិជ្ជកម្មបង្ហាញថាការដឹកជញ្ជូនរួមមាន drone នឹងគឺចំនួន976គ្រឿងដែលមានលេខកូដ model ដូចគ្នានឹង drone ប្រភេទ EVO Max 4T របស់ក្រុមហ៊ុន Autel ដែលមានតម្លៃក្នុងមួយគ្រឿង$9,000 សហរដ្ឋអាមេរិកហើយកាលពីឆ្នាំមុនក្រុមហ៊ុនរុស្ស៊ី Aerohit បានសរសេរលេខទៅកាន់ក្រសួងការពារជាតិរបស់រុស្ស៊ីដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុដើម្បីផលិត drone ប្រភេទហ្នឹងគឺ EVO Max 4T នៅក្នុងស្រុកវិញបាទដែលយកបច្ចេកវិទ្យាទិញបានមកដើម្បីទៅធ្វើនៅក្នុងនោះដែលគេដំបូងឡើយគេរចនាវាឡើងសម្រាប់ប្រើសម្រាប់គោលបំណងស៊ីវិលទេក៏ប៉ុន្តែក្រុមហ៊ុននោះគាត់ថាមានប្រសិទ្ធភាពខ្ពស់ពេលដែលយកមកប្រើនៅក្នុងគោលបំណងយោធានេះបើយោងតាមឯកសារច្បាប់លិខិតចម្លងដែលសារព័ត៌មាន Bloomberg ទទួលបានហើយក្រុមហ៊ុន Autel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលពេលដែល Bloomberg តាក់ទងនោះថាខ្លួនមិនបានសហការជាមួយនឹងក្រុមហ៊ុន Aerohit នោះទេហើយក៏មិនបានដឹងអំពីសំណើដែលក្រុមហ៊ុននោះបានស្នើទៅក្រសួងការពារជាតិរបស់រុស្ស៊ីដែរក្រុមហ៊ុន Autel នោះបានឆ្លើយតបទៅនឹងសំណួរតាក់ទងជាមួយនឹងក្រុមហ៊ុន Skyhub Technology នឹងពេលដែលសារព័ត៌មានសួរចុះទៅអ្នកតំណងរបស់អ្នកឯងជាមួយនឹង Skyhub Technology នឹងបាទក៏បាននិយាយថាអូចឹងมันអាចពិភាក្សាអំពីកិច្ចការសម្ងាត់របស់អតិថិជនបានទេបាទពីព្រោះនេះវាជាស្តង់ដារច្បាប់អន្តរជាតិដែលធ្វើពាណិជ្ជកម្មបាទក្រុមហ៊ុននេះបាននិយាយថា drone របស់ខ្លួនត្រូវបានរចនាឡើងសម្រាប់តែប្រើប្រាស់ក្នុងគោលបំណងស៊ីវិលទេដែលបានបំពាក់បច្ចេកវិទ្យាមួយចំនួនដែលហាមឃាត់មិនឲ្យយកទៅបម្រើការហោះហើរនៅក្នុងតំបន់ចំនួនរវាងរុស្ស៊ីនិងអ៊ុយក្រែនទេគាត់ថាគាត់ដាក់ផែនទីដាក់ GPS នៅក្នុងហ្នឹងគឺចូលដល់តំបន់ហ្នឹងគឺមិនអាចប្រើបានទេបាទគាត់និយាយចឹងប៉ុន្តែគេអាចដោះចេញបានតែបាទ Skyhub Technologies មិនបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីការនាំចូល drone នោះទេនៅពេលដែលសារព័ត៌មាន Bloomberg បានតាក់ទងបាទនេះជាក្រុមហ៊ុនមួយណាបាទក្រុមហ៊ុនមួយទៀតដែលមានមូលដ្ឋាននៅទីក្រុងបាងកកវិញបាទហើយបាទក្រុមសំទោសមុនក្រុមហ៊ុនមុនហ្នឹងគឺបើតាមសេចក្តីរាយការណ៍គឺគ្មានគេដឹងមេមួយណាពិតប្រាកដទេលេខតំណែងតំណងក៏ពិបាកដែរគឺសារព័ត៌មានគាត់ប្រើពេលវេលាយូរ technique យូរតម្រាប់បានតាក់ទងឲ្យសួរហ្នឹងក៏អត់បានដែរគាត់មើលឯកសារមកបើអញ្ចឹងគឺមានលក្ខណៈដែលមិនច្បាស់លាស់តែម្ដងក្រុមហ៊ុន Skyhub Technology ហ្នឹងបាទឥឡូវក្រុមហ៊ុនមួយទៀតនៅទីក្រុងបាងកកវិញគឺក្រុមហ៊ុន China Thai Corps ក៏ហាក់ដូចជាកំពុងដើរតួនាទីកាន់តែធំនៅក្នុងការជួញដូរយន្តហោះគ្មានមនុស្សបើកមួយដែរបាទគឺក្រុមហ៊ុននេះបាននាំចូល drone ហ្នឹងគឺមានតម្លៃ$144 លានបាទចូលក្នុងប្រទេសថៃក្នុងរយៈពេល11ខែដំបូងនៃឆ្នាំ2025បាទគឺជាក្រុមហ៊ុនមួយនាំចូលជាង$100 លានណានាំចូលមកដែលពីមុនមកអត់ដែលមានសោះបាទនេះបើយោងតាមទិន្នន័យពាណិជ្ជកម្មក្នុងអំឡុងពេលនោះក្នុងខែតុលាក្រុមហ៊ុននេះបានចក្រភពអង់គ្លេសដាក់ទណ្ឌកម្មចំពោះការផ្គត់ផ្គង់បច្ចេកវិទ្យាដល់យោធារបស់រុស្ស៊ីការចូលរួមរបស់ក្រុមហ៊ុន China Thai ក្នុងការផ្គត់ផ្គង់ឧបករណ៍ដល់រុស្ស៊ីមានតាំងពីយ៉ាងហោចណាស់តាំងពីឆ្នាំ2023មកនេះបើយោងតាមឯកសារពីចក្រភពអង់គ្លេសមកវិញទេក្រុមហ៊ុននេះមានទីតាំងស្ថិតនៅចម្ងាយ10នាទីពីអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ទីក្រុងបាងកកដែលនៅជាប់តំបន់ផ្ទុកទំនិញឥឡូវនេះកំពុងទៅបានបដូរឈ្មោះទៅជា Lantos Global Logistics បាទលាក់ក្រោមឈ្មោះជាក្រុមហ៊ុនដឹកជញ្ជូនវិញនេះបើយោងតាមស្លាកសញ្ញានៅទីតាំងនោះដែលបានបង្ហាញនៅពេលដែលសារព័ត៌មាន Bloomberg បានទៅដល់ទីតាំងនោះនៅថ្ងៃទី11ខែកុម្ភៈបុគ្គលិកម្នាក់បាននិយាយមកកាន់ Bloomberg ថានាយកប្រតិបត្តិបានដឹងអំពីសំណួរដែលសារព័ត៌មានបានផ្ញើសួរពីមុននឹងដែរប៉ុន្តែគាត់អត់ចង់ធ្វើអត្ថាធិប្បាយអ្វីទេអ្នកស្រីបាននិយាយថាគេហទំព័រនេះគឺផ្ដល់សេវាឬក៏ក្រុមហ៊ុននេះផ្ដល់សេវាការដឹកជញ្ជូនសម្រាប់ការបញ្ជាទិញរបស់អតិថិជនទេដោយបន្ថែមថាបុគ្គលិកបាននៅក្នុងក្រុមហ៊ុនដឹងដែរថាក្រុមហ៊ុនហ្នឹងគឺទៅបានរងទណ្ឌកម្មអន្តរជាតិក៏ប៉ុន្តែគាត់ថាគ្រាន់តែជាក្រុមហ៊ុនដឹកជញ្ជូនឲ្យគេទេមិនមែនជាអ្នកនាំចេញនាំចូលដល់ខ្លួនឯងទេបាទអញ្ចឹងនេះសូមសង្ខេបជូនប្រិមិត្តប៉ុណ្ណឹងដើម្បីឲ្យបានដឹងជាព័ត៌មានតាក់ទងជាមួយនឹងការដែលចិនឬក៏រុស្ស៊ីក៏បានចិនក៏បានគាត់ប្រើប្រទេសថៃនេះជាច្រកមួយនៅក្នុងការនាំបច្ចេកវិទ្យា drone ទៅប្រទេសរុស្ស៊ីដែលគេសង្ស័យថាប្រើប្រាស់ក្នុងគោលបំណងយោធាដែលរុស្ស៊ីប្រើប្រាស់នៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបាទ